ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំលើកយកបទពិសោធន៍មួយដើម្បីចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងប្រធានបទមួយរយៈពេលប្រហែលឆ្នាំទើបអាចចិញ្ចឹមមាន់មានចំណូលគួរសមខ្ញុំមិនដឹងពាក្យថាគួរសមរបស់បងជាម្ចាស់សំណួរហ្នឹងប៉ុន្មានទេបាទប៉ុន្តែថ្ងៃនេះខ្ញុំលើកយកបទពិសោធន៍មួយពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមមាន់របស់ខ្ញុំតែម្ដងសំណួរនេះយើងមិនអាចកំណត់ឆ្នាំបានទេបងប្អូនណាអាស្រ័យទៅលើធនធានរបស់ពុកម៉ែបងប្អូនដែលមានក៏ប៉ុន្តែតកតងទៅនឹងមុខរបរដែលយើងរកទទួលទាននៅក្នុងផ្ទះយើងមានចំណេះដឹងសមរម្យអាចនឹងរកបាននៅក្នុងផ្ទះគឺយើងធ្វើបានច្រើនមុខបងប្អូនបាទរយៈពេលមួយថ្ងៃគឺយើងធ្វើបានច្រើនមុខមែនទែនក៏ប៉ុន្តែតកតងទៅនឹងមុខរបរចម្បងដែលយើងត្រូវធ្វើឧទាហរណ៍ថាយើងត្រូវចិញ្ចឹមមាន់នៅក្នុងមុខរបរមួយនេះគឺយើងត្រូវធ្វើការយកចិត្តទុកដាក់ទៅលើវាជាចម្បងបាទយើងគិតតាំងពីផែនការយើងគិតតាំងពីសិក្សាស្វែងយល់បន្ថែមស្រាវជ្រាវទាក់ទងនឹងចំណេះដឹងអីផ្សេងបន្ថែមបាទគ្រប់រឿងគ្រប់រាវទាំងអស់ហើយបន្ទាប់មកទើបយើងសល់ពេលវេលាមួយចំនួនគឺយើងអាចធ្វើការងារបានផ្សេងទៀតឧទាហរណ៍ថាដាំដុះដំណាំគ្រប់ប្រភេទឬក៏យើងចិញ្ចឹមនៅអ្វីផ្សេងទៀតដែលយើងគិតថាជាការងារបន្តបន្សំដើម្បីកុំអោយទំនេរដីចោលអញ្ចឹងណាបងប្អូនយើងក៏លេចមកលើប្រធានបទវិញថាយើងចិញ្ចឹមប្រហែលឆ្នាំទើបមានចំណូលសមរម្យតកតងការចិញ្ចឹមមាន់នេះយើងត្រូវវិភាគអញ្ចេះបងប្អូនណាដើម្បីបានចំណូលសមរម្យអាស្រ័យទៅលើបងប្អូនមានចំណេះមានជំនាញមានទុនសរុបសេចក្តីមកបងប្អូនត្រូវមានទុន2ទុនទី1គឺលុយកាក់ទុនទី2គឺចំណេះដឹងបើបងប្អូនមានទុនទាំងពីរហ្នឹងហើយបងប្អូនធ្វើមិនយូរឆ្នាំទេបាទតែមួយឆ្នាំឬក៏2ឆ្នាំហ្នឹងចំណូលរបស់បងប្អូនហ្នឹងវាគ្រប់គ្រាន់សម្រាប់បងប្អូនរកនៅលើមុខរបរនេះបានយ៉ាងស្រួលបាទប៉ុន្តែបើសិនជាយើងមិនមានទុនទាំងពីរនេះទេបាទយើងប្រើរយៈពេលយូរណាស់បងប្អូនរយៈពេលយូរណាស់ឧទាហរណ៍ដូចជាខ្ញុំជាដើមបាទខ្ញុំប្រើប្រាស់រយៈពេលយូរមែនតើទីព្រោះអីខ្ញុំប្រកបមុខរបរនេះនិយាយខ្លីទៅថាយកមាន់ទៅចិញ្ចឹមមាន់បង្រិចនៃការចិញ្ចឹមមាន់ចាប់ពីតិចរហូតដល់ច្រើនបាទចាប់ពីសម្ភារៈប្រើប្រាស់តិចតួចរហូតដល់សម្ភារៈប្រើប្រាស់ច្រើនចាប់ពីរោងចិញ្ចឹមមាន់អន់ល្មមប្រក់ស្លឹកឬក៏រើសផ្សំឈើកតិចកទីអីយកទៅធ្វើហ្នឹងយើងមកធ្វើជារោងដែករោងប្រក់ស័ង្កសីអីចឹងទៅណាបងប្អូនបាទអញ្ចឹងវាប្រើពេលវេលាយូរវាប្រើពេលវេលាច្រើនចំណុចបតុនជាលុយឬក៏ជាសម្ភារៈតែចំណុចមួយទៀតតកតនឹងទុនចំណេះដឹងរឿងនេះសំខាន់ណាស់បងប្អូនមិនអាចទៅមុខរួចទេបើសិនជាយើងមិនមានចំណេះដឹងនៅក្នុងខ្លួនតកតនឹងមាន់ស្រែរបស់យើងហ្នឹងយើងដឹងហើយយើងចិញ្ចឹមតាំងពីជីដូនជីតារបស់យើងមកចិញ្ចឹមមាន់ស្រែនឹងរហូតបងប្អូនប៉ុន្តែអត់សូវមានបងប្អូនណាពង្រីកទៅជាអាជីវកម្មអាជីពបានណាបាទខ្ញុំឃើញកសិករយើងភាគច្រើនមែនតើដែលគាត់បរាជ័យក្នុងការចិញ្ចឹមមាន់ស្រែហ្នឹងដោយសារមូលហេតុអីបាទធនធានរបស់យើងជាច្រើនដែលគាត់ក្រេបជញ្ជក់បានពីអ្នកជំនាញផ្សេងប៉ុន្តែគាត់អត់បានយកទៅអនុវត្តចំណុចនេះមកពីមូលហេតុអីបាទទី1តកតងទៅនឹងភាពមិនជឿជាក់បាទពីព្រោះនៅមានផ្នត់គំនិតបុរាណមកតកតងទៅនឹងការចិញ្ចឹមមាន់ស្រែកាលណាឈឺគឺវាងាប់ហើយមួយទៀតឈ្មួញនៅពេលដែលយើងចិញ្ចឹមមាន់ដាក់ទ្រុងចិញ្ចឹមមាន់ផ្ដល់ចំណីល្អឈ្មួញគាត់ចេះតែរើសអើងថាមាន់ហ្នឹងស៊ីចំណីចេះស៊ីចំណីចុះអីចឹងទៅអញ្ចឹងវាមានរឿងរ៉ាវទាំងអស់ហ្នឹងបូកផ្សំជាមួយគ្នាធ្វើឲ្យការសម្រេចចិត្តនៃការចិញ្ចឹមរបស់ពុកម៉ែបងប្អូនយើងបរាជ័យសំខាន់បំផុតបងប្អូននៅតែគិតថាមាន់កាលណាវាឈឺវាងាប់អញ្ចឹងបងប្អូនអត់បានស្វែងយល់អត់បានសិក្សាអត់បានស្រាវជ្រាវថាធ្វើម៉េចកុំអោយវាងាប់ឬក៏កាត់បន្ថយការងាប់របស់សត្វហ្នឹងបាទចិញ្ចឹមសត្វគ្មាននរណាម្នាក់មានជំនាញរហូតដល់ចិញ្ចឹមវាមិនងាប់ទេបងប្អូនវាងាប់ក៏ប៉ុន្តែវាងាប់តិចតួចធ្វើឲ្យគេចិញ្ចឹមទៅវាចំណេញបាទខ្ញុំឃើញបងប្អូនមួយចំនួនដែលគាត់ស្រាវជ្រាវគាត់ស្វែងរកចំណេះដឹងផ្នែកខាងចិញ្ចឹមមាន់ស្រុកមាន់ស្រែរបស់យើងនឹងជោគជ័យគាត់ចិញ្ចឹមជោគជ័យហើយមានចំណូលល្អមែនតើបងប្អូនមាន់ស្រែរបស់យើងនឹងចំណូលល្អណាស់
បាទហើយវាមានប្រភពចំណូលច្រើនមែនទែនបាទទី1តកតងទៅនឹងលក់ពូជទី2តកតងទៅនឹងលក់កូនមាន់ទី3លក់ពងមាន់ទី4លក់មាន់ធំហៅថាមាន់ក្លឹងគីឡូហ្នឹងបងប្អូនបាទហើយចំណុចពិសេសមួយទៀតអ្នកចិញ្ចឹមមាន់គឺមិនខ្វល់ខ្វាយរឿងទៅទិញជីពីខាងក្រៅយកមកធ្វើកសិកម្មផ្សេងទៀតទេបងប្អូនបាទលាមកមាន់គឺផ្សំវាធ្វើជាជីកំប៉ុស្តបាទសម្រាប់យកទៅដាំបន្លែធ្វើស្រែធ្វើស្រូវជាដើមហ្នឹងគាត់ទទួលបានផលល្អបាទប៉ុន្តែចំណុចទាំងអស់ហ្នឹងគឺយើងព្យាយាមយូរឆ្នាំហើយបងប្អូនកុំយើងអត់មានចំណេះដឹងបទពិសោធន៍អីសោះស្រាប់តែយើងទៅដាក់ច្រើនហ្មងអត់ជោគជ័យទេបងប្អូនធ្វើឲ្យបងប្អូនកាន់តែខ្លាចដោយសារវាងាប់នឹងតែម្ដងបាទកាលណាយើងអត់ទាន់ច្បាស់យើងកុំឲ្យដាក់ច្រើនបងប្អូនព្យាយាមមកអត់ខុសទេបងប្អូនបាទអត់ខុសទេតើតើមន់ស្រែរបស់យើងនេះបងប្អូនខ្ញុំគិតថានាំមន់ពីនេះពីនោះឲ្យមកច្រើនមន់ថោកអីចឹងក្នុងចំណុចនេះបើសិនជាយើងមិនគិតគូរមិនច្បាស់លាស់ក្នុងការចិញ្ចឹមនៅតែគេយកពីនេះពីនោះមកដដែលបងប្អូនបាទអញ្ចឹងយើងប្រឹងប្រែងចិញ្ចឹមទាំងអស់គ្នាយើងប្រឹងប្រែងពិសេសហើយចំណេះដឹងយើងធ្វើម៉េចយើងប្រមូលចំណេះដឹងយកមកដាក់ក្នុងខ្លួនយើងឲ្យបានទាំងអស់គ្នាឲ្យច្រើនយើងយកចំណេះដឹងរបស់យើងនឹងប្រើប្រាស់នៅក្នុងពេលវេលាមួយចំនួនដែលយើងនៅសេសសល់នៅក្នុងផ្ទះរបស់យើងហ្នឹងបាទពីព្រោះអីតកតងទៅនឹងការងារក្នុងផ្ទះយើងមិនមែនធ្វើបានតែមកមុខទេអ្នកនៅផ្ទះបាទយើងធ្វើបានច្រើនមុខមានបន្លែបង្ការសម្រាប់ហូបដាំដុះដោយខ្លួនឯងបាទយើងប្រើប្រាស់ជីលាមកសัตว์លាមកអីហ្នឹងដោយខ្លួនឯងចឹងទៅយើងបានបន្លែដែលល្អសម្រាប់យើងហូបព្រោះអីមកគ្រួសាររបស់យើងមានគ្នាតែ4 5 6នាក់ហ្នឹងវាមានអីច្រើនហើយយើងមានបន្លែមានបង្ការមានបន្លែផ្សេងសម្រាប់ស្លសម្រាប់ដោះស្រាយនៅក្នុងក្រុមគ្រួសាររបស់យើងអញ្ចឹងទៅខ្លះទៅបាយមួយទៀតគឺយើងយកពេលវេលាទាំងអស់ហ្នឹងយើងយកទៅចិញ្ចឹមសត្វដូចជាចិញ្ចឹមត្រីចិញ្ចឹមកង្កែបអីផ្សេងបានបងប្អូនពីព្រោះអីនៅស្រែរបស់យើងម្នាក់មកគ្រួសារសុទ្ធតែមានស្រះបាទមានស្រះមានបន្លែអីរៀងខ្លួនបាទចំណុចមួយហ្នឹងតកតងទៅនឹងថាពេលណាបានមានចំណូលគ្រប់គ្រាន់ហ្នឹងខ្ញុំសង្ខេបឡើងវិញគឺយើងអាស្រ័យទៅលើយើងមានធនធានឬក៏ហៅថាយើងមានទុនពីរហ្នឹងបាទទុនលុយមួយហើយនិងទុនចំណេះដឹងមួយកាលណាយើងមានទុនលុយនិងទុនចំណេះដឹងល្អប្រសើរហើយចំណូលរបស់យើងមិនយូរមិនឆាប់ទេបងប្អូនបាទនឹងហុចផលឲ្យយើងគ្រប់គ្រាន់ទៅតាមតម្រូវការរបស់យើងហើយបើសិនជាយើងខ្វះទុនទាំងពីរហ្នឹងគឺយើងប្រើប្រាស់រយៈពេលយូរជាក់ស្ដែងខ្ញុំជាដើមខ្ញុំប្រើប្រាស់រយៈពេលចូល7 8ឆ្នាំបងប្អូន8ឆ្នាំព្រោះខ្ញុំនេះស្រាវជ្រាវផងពិសោធន៍ផងធ្វើឲ្យខ្ញុំចំណាយពេលជាយូរហើយបន្តមកខ្ញុំពង្រីកគឺយកមន់ទៅពង្រីកមន់បន្ថែមឬក៏យកពីលទ្ធផលមន់ហ្នឹងទៅពង្រីកអាជីវកម្មមន់ហ្នឹងបន្ថែមបាទដូចជាធ្វើទូភ្ញាស់គឺខ្ញុំយកចេញពីមន់ហ្នឹងដូចគ្នាបាទយើងលក់មន់ទៅយើងបានលុយបានអីទៅយើងតម្លើងទូភ្ញាស់អីចឹងទៅបាទបាយមួយទៀតយើងលក់មន់ទៅយើងបានលុយយើងទៅធ្វើទ្រុងមន់បាទហើយយើងកែលម្អសម្ភារៈប្រើប្រាស់នៃការចិញ្ចឹមមន់ហ្នឹងឲ្យកាន់តែល្អប្រសើរជាងមុនចឹងណាបងប្អូនបាទចំណុចនេះសម្រាប់អ្នកខ្វះខាតទុនបងប្អូនអ្នកខ្វះខាតទុនការចិញ្ចឹមមាន់វាមានកត្តាជាច្រើននៅក្នុងហ្នឹងបងប្អូនបើសិនជាយើងអត់បានតាមដានអត់បានស្រាវជ្រាវបន្ថែមទេយើងរកពាក្យថាជោគជ័យអត់ឃើញទេបងប្អូនបាទរកពាក្យថាជោគជ័យអត់ឃើញទេដោយសារវាមានចំណុចច្រើនណាស់ដែលវាទាញយើងឲ្យទៅរកបរាជ័យហ្នឹងបាទចំណុចដែលយើងជោគជ័យនោះតិចបំផុតបើសិនជាយើងអត់បានស្វែងយល់អត់បានស្រាវជ្រាវអត់បានស្វែងរកបទពិសោធន៍ពីកន្លែងផ្សេងឬក៏បទពិសោធន៍ខ្លួនឯងផ្ទាល់ហ្នឹងបើសិនជាយើងអត់បានគិតគូរដល់រឿងទាំងអស់ហ្នឹងគឺបរាជ័យវាស្ថិតនៅក្នុងរង្វង់ធំមែនទែនតែជោគជ័យវានៅតូចជាទីបំផុតបាទប៉ុន្តែបើសិនជាយើងប្រមូលបាននៅបទពិសោធន៍ទាំងឡាយនៅចំណេះជំនាញទាំងឡាយទាំងពួងហ្នឹងយកមកដាក់ក្នុងខ្លួនហើយគឺបរាជ័យនៅតូចណាស់បងប្អូននៅតូចជាទីបំផុតភាពជោគជ័យរបស់យើងហ្នឹងគឺវាច្រើនគឺវាធំអាចនឹងជួយបងប្អូនបានសម្រាប់បងប្អូនដែលមិនចង់ចេញទៅធ្វើការងារខាងក្រៅបាទចង់នៅប្រកបរបររកចំណូលនៅក្នុងផ្ទះរបស់យើងបាទបងប្អូនខ្លះផ្ទះភូមិគាត់ដីធំណាបាទដីធំយើងទុកចោលហើយយើងទំនេរច្រើនបាទទំនេរច្រើនអញ្ចឹងទៅយើងធ្វើឲ្យវាខាតពេលវេលាច្រើនអញ្ចឹងបើសិនជាយើងយកពេលវេលាដែលយើងទំនេរហ្នឹងយើងស្រាវជ្រាវ
នៅពេលដែលយើងស្រាវជ្រាវយើងមើលឃើញលទ្ធផលយើងមើលឃើញចំណូលផ្សេងគឺយើងធ្វើឲ្យយើងចង់បាទយើងចង់ធ្វើអីមួយអញ្ចឹងនៅពេលដែលយើងចង់ធ្វើអីមួយយើងមានសក្តានុពលស្រាប់ដោយសារយើងមានដីបាទយើងមានដីទំនេរច្រើនអីចឹងណាហើយជួនកាលយើងគិតទៅស្រាប់ឃើញទៅអូស្រះយើងហ្នឹងទុកចោលរាប់ឆ្នាំមកអីចឹងត្រូវចំសัตว์ចំត្រីឬក៏ចិញ្ចឹមកង្កែបអីផ្សេងចឹងមកខ្ញុំគិតថារបរកសិកម្មនេះរកចំណូលបានច្រើនណាស់ប៉ុន្តែវាជួបហានិភ័យក៏ច្រើនដែរបើសិនជាយើងអត់បានស្វែងយល់អត់បានស្វែងរកបទពិសោធន៍អត់បានរកចំណេះដឹងយកមកដាក់ក្នុងខ្លួននោះបាទតើតើក្នុងវីដេអូនេះខ្ញុំចែកម្លែកតែប៉ុណ្ណេះបាទមុននឹងបញ្ចប់ក៏ខ្ញុំបង្ហាញតើតើទៅនឹងទេសភាពបន្លែបង្ការមួយចំនួននៅក្នុងភូមិរបស់ខ្ញុំយើងឆ្លៀតពេលធ្វើបានតិចហ្នឹងបាទបន្ទាប់ពីអស់ពេលវេលាពីមន់មកគឺយើងឆ្លៀតដាំដុះខ្លះបាទមានក្រូចឆ្មាមានក្រូចសើចមានត្រាវមានខ្ញីមានម្ដេងល្មៀតអីជាដើមហ្នឹងសក្រីជាដើមហ្នឹងអញ្ចឹងគ្រឿងគ្រូទាំងអស់ដែលសម្រាប់ផ្គត់ផ្គង់នៅក្នុងក្រុមគ្រួសាររបស់យើងហ្នឹងយើងមានដីតិចតួចធំអីគឺយើងពាត់វាជាផ្នែកមួយទៅកុំឲ្យវាមានមន់អីលុកលុយបាទកុំឲ្យមានសត្វអីផ្សេងលុកលុយនៅក្នុងតំបន់ដែលយើងដាំដំណាំហ្នឹងគឺយើងមានដំណាំសម្រាប់ដោះស្រាយមួយចំណែកអ្វីត្បិតតែយើងมันបានដំណាំគ្រប់មុខសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារក៏យើងបានមួយចំណែកតូចដែរបាទហើយតើតើទៅនឹងការចំណាយទៅលើបន្លែបង្ការបើយើងនៅស្រែសោះហើយបើយើងនៅតែចំណាយទៅលើបន្លែនឹងច្រើនក៏វាអត់សូវល្អដែរសំខាន់ផុតយើងចំណាយលុយហើយធ្វើឲ្យមានបញ្ហាទៅដល់សុខភាពរបស់យើងទៀតណាបងប្អូនបាទមិនយូរមិនវែងឆ្ងាយទេហើយក៏សូមបញ្ចប់មុននឹងបញ្ចប់ក៏សូមជូនពរដល់ពុកម៉ែបងប្អូនជួបតែសំណាងល្អសុខភាពល្អនិងជ័យជំនះគ្រប់ភារកិច្ចការងារសូមអរគុណ